Bạn sửa đây bong ôn tỏ mà tam đàn chỉ một video nhưng mà to tiết chẳng muốn tam đàn video được bọc nhóm bong ôn complete chui like chui share ở nhóm nẹ mùi phóng đầm bấy tam đàn video thay được bọc nhóm bạn bạn hay là nhưng mà biển bong ôn này mà biển rồi biết vô video muối phóc ở ban pi nó không page bạn lấy còn ở khan page dú tỏ tam đàn video được bọc nhóm được bọc nia tỏ chẳng những chỗ nó không Facebook mà Facebook page របស់យើងបងប្អូនបន្ទាប់ពីចូលក្នុង Facebook ហើយបងប្អូនចុចកន្លែងរូបថតនេះមកយើងផុសមកណាបាទហើយបន្ទាប់មកយើងជ្រើសរើសវីដេអូមួយណាដែលយើងចង់ផុសហើយខ្ញុំយកវីដេអូមួយនេះបាទហើយយើងវាយចំណងជើងមកយើងវាយចំណងជើងវាមកបងប្អូនយើងវាយចំណងជើងហើយយើងចុចវាថានិចមកបាទហើយយើងចុចជីកលាក់ជីបងប្អូនហើយបន្ទាប់មកយើងអូសវាឡើងលើមកយើងយកនេះកន្លែង see more setting នេះមកបងប្អូនបាទហើយបន្ទាប់មកយើងអូសវាឡើងទៅទៀតមកយើងយកពាក្យថា invite collaborator យើងចុចលើហ្នឹងមកបងប្អូនហើយបន្ទាប់មកទៀតយើងចុចកន្លែង search នេះបងប្អូនដល់បងប្អូនចង់ search page មួយណាចង់បញ្ជាក់បងប្អូនបន្តិចណាការផុសបាន2 page នេះបងប្អូនត្រូវតែ page ដែលយើងចង់ផុសនៅក្នុងហ្នឹងដែរទើបយើងអាចផុសចេញហ្នឹងហើយអញ្ចឹងមួយនេះជា page របស់ខ្ញុំយកមួយខាងលើនេះណាបងប្អូនណាអញ្ចឹងយើងចុចលើវាមកបាទយើងចុចលើវាបន្ទាប់មកយើងចុចពាក្យថា done បាទនៅខ្ញុំសូមបញ្ជាក់បងប្អូនម្ដងទៀតបើបងប្អូនចង់ផុសបាន2 page លុះត្រាតែ page មួយហ្នឹងនៅក្នុង admin តែមួយទើបយើងអាចផុសបាន2 page ហើយបន្ទាប់មកយើងចុចពាក្យថា share now នេះបងប្អូនបាទហើយយើងរងចាំវាឲ្យពេញសិនមកដល់ពេលវាពេញរួចរាល់ទើបយើងទៅទទួលបានបងប្អូនអញ្ចឹងយើងរងចាំវាបន្តិចមកណាបាទបន្ទាប់ពីយើងផុសវីដេអូចេញរួចរាល់អញ្ចឹងយើងទៅអា page មួយដែលយើង invite វាហ្នឹងណាដើម្បីឲ្យវាបានផុសចេញវីដេអូហ្នឹងដែរអញ្ចឹងយើងចូលទៅក្នុង page យើងមក page មួយដែលខ្ញុំ invite មិញហ្នឹងយើងចុចលើ page ហ្នឹងមកនេះបងប្អូន page ដែលខ្ញុំ invite មិញណាហើយរួចមកយើងចូលកន្លែងសញ្ញាកណ្ដឹងនេះបងប្អូនចូលសញ្ញាកណ្ដឹងនេះដើម្បីទៅ accept វាណាបាទនេះវាមកហើយអញ្ចឹងយើងចុចកន្លែងឈ្មោះហ្នឹងមកដើម្បី accept វីដេអូមួយហ្នឹងឲ្យវាផុសបាន2 page បងប្អូននេះអញ្ចឹងយើង accept មកបាទយើង accept វាអញ្ចឹងហើយបងប្អូនអញ្ចឹងវាបាន2 page ឥឡូវវា accept រួចរាល់ហើយជាមួយយើងចង់ដឹងថាតើវីដេអូហ្នឹងបាន1 page ឬក៏2 page ជាមួយខ្ញុំ refresh វាបងប្អូននេះជាមួយខ្ញុំ refresh មកអូសឲ្យបងប្អូនមើលនេះបងប្អូនបាន2 page ឃើញទេអញ្ចឹង page នោះក៏មានវីដេអូហ្នឹង page មួយទៀតក៏មានវីដេអូហ្នឹងអញ្ចឹងវាមានដូចគ្នានេះយើងមើលអាសញ្ញារូប2នេះអញ្ចឹង page ហ្នឹងវាបាន2 page ទេបងប្អូនយើងមើលអារូប2ហ្នឹងមកចេញ2អញ្ចឹងយើង accept រួចរាល់ហ្នឹងអញ្ចឹងវាបាន2 page ហើយអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនដែលបានតាមដានជួបគ្នាវីដេអូក្រោយ